ព្រះអង្គដ៏ចម្រើនហើយពេលដែលនាងដឹងថាទ្រង់ស្លៀកស្បង់ជីពរនាងក៏ធ្វើដូចទ្រង់ពេលដែលនាងឮថាទ្រង់ទទួលទានមួយថ្ងៃមួយពេលនាងក៏ធ្វើដូចជាទ្រង់ពេលនាងដឹងថាទ្រង់មិនផ្ទុំលើគ្រែនាងក៏ធ្វើតាមពេលនាងនៅតែម្នាក់ឯងរាជាផ្សេងក៏មានចិត្តចំពោះនាងតែនាងបែរជាបដិសេធមិនព្រមទាល់តែសោះមហាបពិតមិនត្រឹមតែជាតិនេះទេសូម្បីតែជាតិមុននាងក៏នៅក្បែរបុត្ររហូតហើយបូជាខ្លួនចំពោះបុត្រយសោធារីនាងមានការអត់ធ្មត់ចំពោះការប្រត់ប្រាស់កម្លាំងនេះឯងធ្វើឲ្យយើងមានទឹកចិត្តក្នុងការប្រណិប័តដល់ព្រះពុទ្ធជាម្ចាស់ហើយជាទួនាទីរបស់យើងនៅក្នុងការផ្សព្វផ្សាយព្រះធម៌ជាសេចក្តីសុខដល់មនុស្សទាំងឡាយខ្ញុំម្ចាស់សប្បាយចិត្តលើទ្រង់សូមឲ្យភារកិច្ចរបស់ទ្រង់បានជោគជ័យហើយសូមឲ្យព្រះធម៌រីកពាសពេញផែនដីទៅចុះព្រះហលបាត់មេដាលោកសងអង្គនោះជាបិតារបស់បាត់ទ្រង់មានតម្លៃមហិមាណាស់ទៅរកទ្រង់ទៅហើយសូមសម្បត្តិពីទ្រង់ព្រះបិតាសូមបីទេសមររបស់ទ្រង់ក៏ធ្វើឲ្យបុត្ររីករាយដែរព្រះមេដាប្រាប់ឲ្យទូលបង្គំសូមសម្បត្តិពីទ្រង់បុត្រសម្លាញ់បិតាគ្មានទ្រព្យសម្បត្តិសំខាន់អ្វីនៅជាប់នឹងខ្លួនទេតែបើបុត្រត្រូវការបិតានឹងឲ្យលោកកតរៈសម្បត្តិដល់បុត្រសិរីបុត្រចូលអ្នកបំពោះរិហុលទៅហើយឲ្យលោកកតរៈសម្បត្តិដល់គេដើម្បីចូលដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃស្អីគេហេតុអីក៏បុត្រធ្វើដូច្នេះបុត្រធ្វើយ៉ាងម៉េចទៀតហើយបិតាសោកស្ដាយណាស់ដែលរាហុលចៅប្រុសបិតាត្រូវបួសទៀតពេលបុត្រចេញពីព្រះរាជវាំងបិតាសង្ឃឹមលើរាហុលបិតាសប្បាយដែលឃើញគេលេងគេធ្វើឲ្យបិតាសប្បាយចិត្តពេលបិតានឹកបុត្រតែពេលនេះវាហួស